ហើយចេញសេចក្តីថ្លែងការណ៍ស្នើសុំសហរដ្ឋអាមេរិកដោះស្រាយវិបត្តិវេណេស៊ុយអេឡាដោយសន្តិវិធីយ៉ាងអត់ធ្មត់បំផុតជៀសវាងការប្រើប្រាស់អាវុធអាណិតប្រជាជនស្លូតត្រង់ភ័យអញខ្ពើមឯងក៏ប៉ុនស្ដាយមកអាតៃហោងសៀមអាត្រក្របវាធ្វើដូចជាអាណិតប្រជាជនស្លូតត្រង់តែវាមកបំពេញឈ្លានពានខ្មែរពួកអាតៃហោងសៀមឯងបំផ្លាញវត្តទីអារាមប្រាសាទផ្សេងទាំងអស់ដោយចោទថាបង្ក្រាបជន scammer ប្រហោងក្តិតម៉ែឯងនៅក្នុងប្រាសាទនៅក្នុងឯនៅវត្តហ្នឹងហ៎ឲ្យនេះចៅវិភ័យវាខ្លាចប៉លិសដឹងអញ្ចឹងវាប្រកាសផ្សព្វផ្សាយថាហាមតាហ៊ានដែលមកឈ្លានពានខ្មែរហ្នឹងធ្វើវីដេអូផ្សេងដូចជាដុតផ្ទះដូចជាឈូសឆាយផ្ទះឬក៏ដុតសាលាវត្តអារាមផ្សេងហ្នឹងហាមជុំឲ្យប្រហោះទៀតខ្មែរកំពុងតែទទួលជាមួយនឹងអាផុសតាងទាំងអស់ហ្នឹងយកទៅប្តឹងនៅអន្តរជាតិច្រើនណាស់ឆ្នេះហើយវាប្រកាសហ្មងបងប្អូនគឺវាប្រកាសឈប់ឲ្យថតផ្សព្វផ្សាយដោយសារតែវាកំពុងតែអួតកុហកប្រជាជនវាថាអូឥឡូវនឹងវាបានដីនេះហើយឥឡូវវាកាន់កាប់កន្លែងនេះហើយវាគង់តែកុហកដើម្បីអីដើម្បីវាទទួលបានជាមួយនឹងស្លឹកឆ្នោតខែពេលហ្នឹងក៏វាបោះឆ្នោតហើយអញ្ចឹងវាដឹងកម្ពុជាមានប្លង់រឹង 100%ពួកវាគ្រាន់តែឈរជើងសិនទេហើយឈរជើងបានចូលហ្នឹងគឺនៅក្រោយបត់ឈប់បាញ់គឺវារលចូលមកដាក់លួសមកដាក់អាកុងតឺន័រហ្នឹងដូចពេលដែលប្រៃច័ន្ទអញ្ចឹងពេលដែលមានបត់ឈប់បាញ់វាដឹងថាយើងហ្នឹងអត់ហ៊ានបាញ់វាអញ្ចឹងហើយវាដើររលទៅវាដាក់ស្រឡាញ់ដាក់លួសដាក់អីដាក់អាកុងតឺន័រហ្នឹងទៅរយៈពេល21ថ្ងៃបងប្អូនមានចាំអត់អាថ្ងៃចុងក្រោយហ្នឹងវាមហាទម្លាក់ចិញ្ច្រំទាំងយន្តហោះទាំង F16 ទាំង T50 គូវាចិញ្ច្រំទម្លាក់នឹងប្រើកាំភ្លើងត្បាល់អាធំហ្នឹងអា155មីលីម៉ែត្រអីគេហ្នឹងគូវាផ្លោងមកគ្រាន់តែសរុបបាចូល400គ្រាប់ជាងបងប្អូនត្រូវដឹងថាចេះតាហ៊ានយើងគឺខំស្មៅប្រឹងទុកណាស់គឺពួកវាអត់មានចូលមកបានក្នុងអាពេលដែរមុនបោះឈប់បាញ់ទេតែវាចូលមកក្រោយបោះឈប់បាញ់ទេទៅវាចូលមកដាក់បលាលួតអាកុងតឺន័រហ្នឹងដូច្នេះឲ្យវាចូលមកយើងមានផោះតាំងថតបានទាំងអស់គឺយើងកំពុងតែប្រមូលអាទាំងអស់ហ្នឹងយកទៅកាន់ប្តឹងអន្តរជាតិអញ្ចឹងដីយើងនៅតែដីយើងទេអត់មានបាត់បង់តាណាទេណាបងប្អូនព្រោះថានេះគឺជាល្បិចកលអាណូទិនវាធ្វើដើម្បីឲ្យកុហកប្រជាជនវានឹងសប្បាយចិត្តថាចេះអូវាយបានដីខ្មែរច្រើនណាស់ឥឡូវហ្នឹងគឺថាកំពុងតែដាក់កុងតឺន័រលួសហើយហ្នឹងគឺថាឲ្យប្រជាជនវាសប្បាយចិត្តអញ្ចឹងបោះឆ្នោតឲ្យអាទិននឹងវាជាប់នៅពេលដែលបោះឆ្នោតហើយថាជាប់អ្នកណាជាប់អ្នកណីអញ្ចឹងណាគឺអាពេលដែលវាកំពុងតែធ្វើហ្នឹងវារលក្បាលចេញទៅខ្លួនឯងហើយដោយសារអីព្រោះដីនឹងរបស់ខ្មែរផែនទីមានម្នាក់មកសន្លឹកណាតែថៃវាអត់ប្រហ៊ានបង្ហាញអាផែនទីនោះទេខ្មែរក៏មានផែនទីថៃក៏មានផែនទីនៅប្រាំងក៏មានផែនទីច្បាស់លាស់តែខាងយើងក៏កំពុងតែឲ្យថៃរយចិត្តជាបន្ទាន់ដោយសារតែខាងខ្មែរយើងអត់មានទទួលយកស្គាល់ការដែលថាមកវាយគ្នាច្បាំងដែលប្រើកម្លាំងនោះទៅដើមទឹកដីទេព្រោះថាសម័យនេះហើយគេអត់លេងធ្វើចឹងទេគេមានប្លង់